សួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់សៀវភៅសំឡេងដែលនឹងផ្លាស់ប្ដូរជីវិតការងាររបស់អ្នកក្រោមចំណងជើងថាធ្វើជាបុគ្គលិកដែលគេខ្វះមិនបានតើអ្នកធ្លាប់សួរខ្លួនឯងថាហេតុអ្វីបានជានៅក្នុងក្រុមហ៊ុនមួយមានបុគ្គលិកខ្លះតែងតែទទួលបានការឡើងប្រាក់ខែឡើងតំណែងនិងទទួលបានការគោរពស្រឡាញ់ពីមេកើយខណៈដែលបុគ្គលិកខ្លះទៀតបែរជាជាប់គាំងនៅនឹងមួយកន្លែងឬខ្លាចជាមុខសញ្ញាដំបូងគេនៅពេលក្រុមហ៊ុនកាត់បន្ថយបុគ្គលិកចម្លើយគឺសាមញ្ញបំផុតពួកគេបានប្រែក្លាយខ្លួនទៅជាបុគ្គលិកដែលក្រុមហ៊ុនខ្វះមិនបាននៅក្នុងរយៈពេលប្រមាណ15នាទីបន្ទាប់នេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ឲ្យស៊ីជម្រៅពីយុទ្ធសាស្ត្រផ្នត់គំនិតនិងទម្លាប់ជាក់ស្ដែងដែលអ្នកអាចយកទៅអនុវត្តបានភ្លាមៗដើម្បីប្រែក្លាយខ្លួនពីអ្នកបុគ្គលិកធម្មតាទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ស្ថាប័នជំហានដំបូងបំផុតនិងសំខាន់បំផុតដើម្បីក្លាយជាបុគ្គលិកដែលគេខ្វះមិនបានគឺការផ្លាស់ប្ដូរផ្នត់គំនិតអ្នកត្រូវឈប់គិតថាខ្លួនឯងគ្រាន់តែជាអ្នកស៊ីឈ្នួលឬជាអ្នកជួលផ្ទះគេនៅតើអ្នកធ្លាប់សង្កេតមើលអ្នកជួលផ្ទះនិងម្ចាស់ផ្ទះទេនៅពេលដែលទុយោទឹកធ្លាយអ្នកជួលផ្ទះនឹងត្អូញត្អែរួចទេហៅម្ចាស់ផ្ទះឲ្យមកជួសជុលពួកគេអាចនឹងទុកឲ្យទឹកហូរប្រឡាក់ពេញឥដ្ឋដោយគិតថាវាមិនមែនជារឿងរបស់ខ្ញុំទេវាជារឿងរបស់ម្ចាស់ផ្ទះរបស់គេប៉ុន្តែចុះបើម្ចាស់ផ្ទះវិញម្ចាស់ផ្ទះនឹងប្រញាប់ប្រញាល់រត់ទៅបិទវ៉ានទឹករួចរកវិធីជួសជុលភ្លាមៗដោយមិនរងចាំនរណាម្នាក់ឡើយនៅក្នុងកន្លែងការងារក៏ដូចគ្នាបុគ្គលិកធម្មតាធ្វើការតែម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចពួកគេធ្វើតែអ្វីដែលមេបញ្ជាហើយនៅពេលដែលមានបញ្ហាកើតឡើងពួកគេនឹងនិយាយថានេះមិនមែនជាតួនាទីរបស់ខ្ញុំទេប៉ុន្តែបុគ្គលិកដែលគេខ្វះមិនបានមានផ្នត់គំនិតជាម្ចាស់នៅពេលដែលមានបញ្ហាពួកគេមិនរត់គេចទេពួកគេឈានជើងចូលទៅដោះស្រាយពួកគេខ្វល់ខ្វាយពីលទ្ធផលរបស់ក្រុមហ៊ុនដូចជាលុយនៅក្នុងហោប៉ៅរបស់ខ្លួនឯងនៅពេលអ្នកចាប់ផ្ដើមធ្វើការដោយចាត់ទុកក្រុមហ៊ុននោះដូចជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នកមេកើយរបស់អ្នកនឹងចាប់ផ្ដើមមើលឃើញអ្នកក្នុងនាមជាដៃគូដ៏សំខាន់មិនមែនគ្រាន់តែជាកូនឈ្នួលឡើយតើអ្នកដឹងទេថាអ្វីដែលថៅកែឬមេដឹកនាំស្អប់បំផុតគឺការដើរចូលការិយាល័យរបស់គាត់រួចទម្លាក់បញ្ហាមួយគំនរនៅលើតុដោយមិនមានដំណោះស្រាយអ្វីទាល់តែសោះគ្រប់គ្នាសុទ្ធតែអាចមើលឃើញបញ្ហាការរិះគន់និងការចង្អុលបង្ហាញពីកំហុសគឺជារឿងដែលងាយស្រួលបំផុតនៅលើโลกនេះប៉ុន្តែអ្វីដែលស្ថាប័នត្រូវការបំផុតគឺមនុស្សដែលអាចដោះស្រាយវាបាននៅពេលដែលអ្នកជួបប្រទះបញ្ហានៅកន្លែងការងារសូមកុំទាន់ប្រញាប់រត់ទៅប្រាប់មេរបស់អ្នកភ្លាមសូមចំណាយពេល10ទៅ15នាទីដើម្បីគិតរកដំណោះស្រាយយ៉ាងហោចណាស់ឲ្យបាន2ឬ3ជម្រើសនៅពេលដែលអ្នកចូលទៅជួបមេកើយរបស់អ្នកសូមនិយាយថាបងយើងមានបញ្ហាមួយទាក់ទងទៅនឹងអតិថិជន A ប៉ុន្តែបងកុំបារម្ភខ្ញុំបានគិតរកវិធីដំណោះស្រាយចំនួន3ផ្លូវជម្រើសទី1គឺបែបនេះជម្រើសទី2គឺបែបនេះតាមយោបល់ខ្ញុំជម្រើសទី2គឺល្អជាងដោយសារវាចំណេញពេលនិងថវិកាតើបងយល់យ៉ាងណាដែរគ្រាន់តែប្រយោគមួយនេះអ្នកបានកាត់បន្ថយភាពតានតឹងរបស់មេអ្នកបាន 80% បាត់ទៅហើយអ្នកមិនមែនជាបន្ទុកទេតែអ្នកគឺជាអ្នកជួយសម្រាលបន្ទុកមេដឹកនាំគ្រប់រូបតែងតែចង់ទុកមនុស្សប្រភេទនេះនៅក្បែរខ្លួនជានិច្ចនៅក្នុងយុគសម័យដែលបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត AI កំពុងរីកចម្រើនយ៉ាងឆាប់រហ័សជំនាញបច្ចេកទេសមួយចំនួនអាចនឹងត្រូវជំនួសដោយម៉ាស៊ីននៅថ្ងៃណាមួយប៉ុន្តែអ្វីដែលម៉ាស៊ីនមិនអាចជំនួសបានគឺបញ្ញាស្មារតីនិងទំនាក់ទំនងរវាងមនុស្សបុគ្គលិកដែលគេខ្វះមិនបានគឺជាអ្នកពូកែខាងជំនាញ soft skill ពួកគេជាមនុស្សដែលពូកែស្ដាប់និងយល់ពីអារម្មណ៍អ្នកដទៃចេះធ្វើការងារជាក្រុមនិងតែងតែជួយជ្រោមជ្រែងមិត្តរួមការងារមានភាពបត់បែនខ្ពស់
មិនរអ៊ូរទាំមានការផ្លាស់ប្ដូរប៉ុន្តែរៀនសម្របខ្លួនយ៉ាងឆាប់រហ័សអ្នកអាចជាមនុស្សពូកែសរសេរកូដជាងគេពូកែ design ជាងគេឬពូកែគណនាជាងគេប៉ុន្តែបើអ្នកជាមនុស្សដែលពោពេញដោយអវិជ្ជមានចូលចិត្តបង្កជម្លោះឬគ្មាននរណាម្នាក់ចង់ធ្វើការជាមួយក្រុមហ៊ុននឹងធ្វើការរកវិធីបណ្ដេញអ្នកចោលជាមិនខានផ្ទុយទៅវិញបើអ្នកជាមនុស្សដែលមានថាមពលវិជ្ជមានធ្វើឲ្យបរិយាកាសកន្លែងការងារសប្បាយរីករាយនិងចេះសម្របសម្រួលជម្លោះអ្នកគឺជាកាវដែលផ្សារភ្ជាប់ជាមួយនឹងក្រុមទាំងមូលនោះហើយគឺជាតម្លៃដែលអ្នកមិនអាចកាត់ថ្លៃបានគោលការណ៍ដ៏សាមញ្ញមួយទៀតដើម្បីក្លាយទៅជាបុគ្គលលេចធ្លោគឺសន្យាតិចតែធ្វើឲ្យបានច្រើនប្រសិនបើមេរបស់អ្នកប្រគល់ការងារមួយហើយប្រាប់អ្នកឲ្យបញ្ជូនមកវិញនៅថ្ងៃសុក្រសូមព្យាយាមធ្វើវាឲ្យរួចរាល់និងមានគុណភាពបំផុតហើយបញ្ជូនទៅឲ្យគាត់នៅត្រឹមថ្ងៃប្រហ័សប្រសិនបើគេសុំឲ្យអ្នករៀបចំរបាយការណ៍3ទំព័រសូមបន្ថែមនៅតារាងកាលវិភាគឬទិន្នន័យសំខាន់ដែលផ្ដល់ប្រយោជន៍បន្ថែមពីលើនោះដែលគេទាមទារកុំធ្វើការត្រឹមតែឲ្យរួចពីដៃឬត្រឹមតែដើម្បីបំពេញកាតព្វកិច្ចការធ្វើលើសពីការរំពឹងទុកសូម្បីតែបន្តិចបន្តួចជារៀងរាល់ថ្ងៃវានឹងបង្កើតបានជាកេរ្តិ៍ឈ្មោះមួយថាអ្នកជាមនុស្សដែលមានស្តង់ដារខ្ពស់អាចពឹងពាក់បាននិងមិនខកបំណងនៅពេលមានគម្រោងធំឬឱកាសឡើងតំណែងឈ្មោះរបស់អ្នកនឹងលោតចូលក្នុងខួរក្បាលថៅកែមុនគេបង្អស់ពិភពលោកប្រែប្រួលរាល់ថ្ងៃបើអ្នកនៅស្ងៀមមានន័យថាអ្នកកំពុងតែដើរថយក្រោយបុគ្គលិកដែលគេខ្វះមិនបានមិនដែលស្កប់ស្កល់នឹងចំណេះដឹងដែលខ្លួនមាននោះទេពួកគេតែងតែអានសៀវភៅស្ដាប់ podcast ចូលរួមវគ្គបណ្ដុះបណ្ដាលនិងតាមដានព័ត៌មានថ្មីៗក្នុងវិស័យរបស់ពួកគេអ្នកត្រូវធ្វើខ្លួនឲ្យដូចជាទូរស័ព្ទ smartphone ដែលត្រូវការអាប់ដេតប្រព័ន្ធប្រតិបត្តិការជាប្រចាំតើអ្នកមានជំនាញអ្វីថ្មីក្នុងឆ្នាំនេះដែលអ្នកមិនមានកាលពីឆ្នាំមុនតើអ្នកបានជួយក្រុមហ៊ុនដោះស្រាយបញ្ហាអ្វីខ្លះដែលអ្នកដទៃមិនអាចធ្វើបានរក្សាតម្លៃខ្លួនអ្នកឲ្យខ្ពស់ដោយការអភិវឌ្ឍខ្លួនឯងជានិច្ចជាចុងបញ្ចប់សូមចងចាំថាការក្លាយជាបុគ្គលិកដែលគេខ្វះមិនបានមិនមែនមានន័យថាអ្នកត្រូវតែធ្វើការហួសកម្លាំងរហូតដល់បាត់បង់តុល្យភាពជីវិតឬត្រូវលុតជង្គង់លេមលើមយកចិត្តថៅកែនោះទេប៉ុន្តែវាជាការធ្វើការដោយឆ្លាតវៃការយល់ពីតម្លៃរបស់ខ្លួនឯងការបង្កើតលទ្ធផលពិតប្រាកដនិងការបន្សល់ទុកនូវឥទ្ធិពលវិជ្ជមានដល់អ្នកជុំវិញខ្លួនវាផ្ដើមចេញពីផ្នត់គំនិតជាម្ចាស់ការតាំងចិត្តជាអ្នកដោះស្រាយបញ្ហាការមានអាកប្បកិរិយាវិជ្ជមាននិងការផ្ដល់លទ្ធផលលើសពីការរំពឹងទុកប្រសិនបើអ្នកអនុវត្តចំណុចទាំងនេះបានមិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាទេសេដ្ឋកិច្ចបែបណាមិនថាក្រុមហ៊ុនមានការផ្លាស់ប្ដូរបែបណាទីកន្លែងរបស់អ្នកនឹងនៅតែមានសុវត្ថិភាពលើពីនេះទៅទៀតអ្នកនឹងក្លាយទៅជាអ្នកគ្រប់គ្រងវាសនាអាជីពរបស់ខ្លួនឯងដោយមិនបារម្ភថាអ្នកណាមកជំនួសបានឡើយចាប់ពីថ្ងៃស្អែកនេះតទៅនៅពេលដែលអ្នកឈានជើងចូលការិយាល័យសូមសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំអាចបង្កើតតម្លៃអ្វីខ្លះដែលធ្វើឲ្យស្ថាប័នមួយនេះខ្វះខ្ញុំមិនបានសូមអរគុណសម្រាប់ការស្ដាប់សូមជូនពរឲ្យអ្នកទទួលបានជោគជ័យនិងក្លាយជាបុគ្គលដ៏ឆ្នើមដែលស្ថាប័នគ្រប់កន្លែងប្រាថ្នាចង់បានសូមអរគុណ